សាលារៀនកណ្ដាលព្រៃកាលពីប្រមាណជាង90ឆ្នាំមុននៅក្នុងសម័យកាលមួយដែលទឹកដីកម្ពុជានៅពោពេញទៅដោយព្រៃព្រឹក្សាដ៏ក្រាស់ឃ្មឹកនិងជំនឿលើវិញ្ញាណនៅតែចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតរបស់អ្នកស្រុកមានភូមិមួយឈ្មោះថាភូមិគោកធ្លកភូមិនេះស្ថិតនៅដាច់ស្រយាលឆ្ងាយពីទីប្រជុំជនផ្លូវចូលមានតែផ្លូវរទេះគោតូចមួយបត់បែនតាមជើងព្រៃផ្ទះរបស់អ្នកភូមិសង់ពីឈើប្រក់ស្លឹកត្នោតឬស្បូវរាយប៉ាយតាមដងអូរដែលមានទឹកថ្លាឆ្វេងទោះបីជាជីវិតនៅទីនេះមានភាពសាមញ្ញនិងស្ងប់ស្ងាត់ក៏ពិតមែនប៉ុន្តែនៅចុងភូមិខាងកើតមានកន្លែងមួយដែលអ្នកភូមិគ្រប់រូបតែងតែមានអារម្មណ៍ព្រឺសម្បុររាល់ពេលដើរកាត់នោះគឺសាលារៀនភូមិគោកធ្លកសាលារៀននេះមិនមែនសង់នៅកណ្ដាលភូមិដោយសាលារៀនដទៃទេតែវាត្រូវបានសង់ដាច់ចេញពីផ្ទះអ្នកភូមិប្រហែល1គីឡូដីហុំព័ទ្ធទៅដោយដើមឈើធំដែលមានអាយុកាលរាប់រយឆ្នាំដូចជាដើមពោធិ៍ដើមជ្រៃនិងដើមគគីមែកឈើទាំងនោះសសៀកគ្នាបាំងពន្លឺព្រះអាទិត្យជិតឈឹងធ្វើឲ្យបរិវេណសាលាមានភាពងងឹតស្លុបនិងត្រជាក់ល្ហឹមសូម្បីតែនៅពេលថ្ងៃត្រង់ដែលព្រះអាទិត្យកំពុងបញ្ចេញកម្ដៅខ្លាំងយ៉ាងណាក៏ដោយតួសាលាធ្វើអំពីឈើចាស់ពណ៌ក្រហមឆេះលើកផុតពីដីខ្ពស់ដែលមើលទៅហាក់ដូចជាចាស់ទ្រុឌទ្រោមប៉ុន្តែរឹងមាំនិងពោពេញទៅដោយអាចកំបាំងព្រឹកព្រលឹមស្រាងខ្យល់ជំនោរធ្លាក់មកប៉ះស្លឹកឈើឮសូររាវដោយសំឡេងសឹបនៃព្រៃព្រឹក្សានៅលើផ្លូវលំដីក្រហមតូចមួយមានក្មេងប្រុសម្នាក់ឈ្មោះវុធី អាយុប្រហែល12ឆ្នាំស្លៀកខោខ្លីពណ៌ខៀវពាក់អាវសស្ពីបង្វិចស៊ីផៅដែលធ្វើអំពីក្រណាត់ចាស់កំពុងដើររង់ចាំនរណាម្នាក់នៅក្រោមដើមអំពិលធំមួយចន្ទថាឆាប់ឡើងថ្ងៃរះខ្ពស់ហើយប្រយ័ត្នទៅមិនតាន់គេចូលរៀនណាវុធីស្រែកហៅទៅក្មេងស្រីម្នាក់ដែលកំពុងរត់ចេញពីរបងផ្ទះចន្ទថាជាក្មេងស្រីដែលមានភ្នែកធំសក់កាត់សេះត្រឹមកស្លៀកសំពត់ចងក្បិនពណ៌ខៀវចាស់និងអាវពណ៌សនាងរត់មកទាំងដកដង្ហើមហត់គង្ហុកចាំផងមើលវុធីឯងដើរលឿនដូចហោះអញ្ចឹងខ្ញុំរត់តាមមិនទាន់ទេវុធីនិងចន្ទថាគឺជាមិត្តភក្តិស្និទ្ធស្នាលបំផុតក្នុងភូមិពួកគេតែងតែដើរទៅរៀនជាមួយគ្នាជារៀងរាល់ថ្ងៃដោយសារតែផ្ទះរបស់ពួកគេនៅជិតគ្នាហើយឪពុកម្ដាយរបស់ពួកគេក៏រាប់អានគ្នាដូចជាបងប្អូនទើបក្មេងទាំងពីរនេះប្រៀបដូចជាបងប្អូនបង្កើតថ្ងៃនេះម៉ែខ្ញុំប្រាប់ថាកុំឲ្យពួកយើងដើរលេងចូលព្រៃក្បែរសាលាឲ្យសោះចន្ទថានិយាយឡើងស្របពេលពួកគេកំពុងដើរកាត់វាលស្រែឆ្ពោះទៅកាន់ព្រៃសាលារៀនមិនអញ្ចឹងវុធីសួរទាំងឆ្ងល់ម៉ែថាយប់មិញមានអ្នកភូមិឃើញភ្លើងហោះកាត់ដំបូលសាលាទៀតហើយគាត់ថាខ្លាចមានរឿងមិនល្អចន្ទថានិយាយសំឡេងតិចហាដូចជាខ្លាចនរណាម្នាក់ស្ដាប់ឮវុធីងាកមើលទៅឆ្វេងស្ដាំរួចនិយាយទាំងធ្វើចិត្តក្លាហានអូជឿអីរឿងអាចារ្យមារាមហ្នឹងពួកយើងទៅរៀនតើមិនមែនទៅលេងឯណាម៉ែឪខ្ញុំថាឲ្យតែយើងជាក្មេងល្អគ្មានខ្មោចព្រាយហ៊ានមកធ្វើអីទេទោះបីជាមាត់និយាយបែបនោះតែក្នុងចិត្តវុធីក៏មានអារម្មណ៍មិនស្រួលដែរផ្លូវដែលពួកគេកំពុងដើរនេះកាន់តែចូលទៅជិតសាលាកាន់តែស្ងាត់ទៅសំឡេងសត្វចាបយំដែលធ្លាប់ឮរអ៊ូក៏ចាប់ផ្ដើមបាត់ទៅម្ដងបន្តិចជំនួសមកវិញដោយសំឡេងខ្យល់បក់បោកមេឃស្លឹកឈើទាំងកិច្ចគ្នាឮសូរក្រាកគួរឲ្យព្រឺក្បាលពេលពួកគេដើរដល់មុខសាលាសិស្សដទៃទៀតក៏ចាប់ផ្ដើមមកដល់ជាបណ្ដើសរុបទាំងអស់មានសិស្សចំនួន41នាក់ដែលមកពីភូមិគោកធ្លកនិងភូមិជិតខាងខ្លះទៀតសាលារៀនឈើមួយខ្នងនេះមានតែ2បន្ទប់ប៉ុណ្ណោះប៉ុន្តែធំទូលាយល្មមសម្រាប់សិស្សទាំងអស់
អ្វីដែលចម្លែកគឺភាពស្ងប់ស្ងាត់នៅទីនេះមិនដូចសាលារៀនដទៃទេជាធម្មតាកន្លែងដែលមានក្មេងជួបជុំតែងតែមានសំឡេងស្រែកឡូឡារត់លេងសប្បាយប៉ុន្តែនៅសាលាភូមិគុកធ្លុកនេះសិស្សទាំង41នាក់ហាក់ដូចជាស្ថិតនៅក្រោមសម្ពាធអ្វីមួយដែលមើលមិនឃើញពួកគេលេងដែរតែលេងតិចៗមិនហ៊ានស្រែកខ្លាំងៗហាក់ដូចជាខ្លាចរំខានដល់ម្ចាស់ទីកន្លែងឬខ្លាចអ្វីមួយដែលកំពុងសម្លឹងមើលពួកគេពីក្នុងម្លប់ឈើដ៏ងងឹតវុធីក្រឡេកមើលទៅបង្អួចបន្ទប់គ្រូដែលនៅខាងក្រោយសាលាបង្អួចនោះបិទជិតជានិច្ចប៉ុន្តែគាត់មានអារម្មណ៍ថាដូចជាមានភ្នែកមួយគូកំពុងលបមើលពួកគេពីចន្លោះប្រហោងនៃជញ្ជាំងឈើចាស់ៗនោះតោះចូលថ្នាក់ទៅចន្ទថាជិតដល់ម៉ោងហើយវុធីទាញដៃចន្ទថាខ្ញុំមានអារម្មណ៍ថាថ្ងៃនេះត្រជាក់ជាងរាល់ដងចន្ទថានិយាយទាំងយកដៃអោបដើមដៃខ្លួនឯងខ្យល់ត្រជាក់មួយមេបក់មកប៉ះមុខពួកគេនាំយកក្លិនផ្កាឈើព្រៃលាយឡំជាមួយនឹងក្លិនដីសើមនិងក្លិនអ្វីម្យ៉ាងទៀតដែលស្រដៀងនឹងក្លិនធូបសាលារៀនឈើនៅចំពោះមុខពួកគេឈរយ៉ាងស្ងៀមស្ងាត់រងចាំទទួលសិស្ស41នាក់ចូលទៅក្នុងពិភពមួយដែលពោពេញទៅដោយអាថ៌កំបាំងសំឡេងជួងដែកចាស់ដែលព្យួរនៅមេឃឈើមុខសាលាបានពន្លឺមើងជាសញ្ញាថាចូលរៀនសិស្ស41នាក់ដែលកំពុងលេងនៅទីធ្លាខាងមុខបាននាំគ្នារត់ចូលទៅក្នុងថ្នាក់រៀនឈើរបស់ពួកគេយ៉ាងប្រញាប់ប្រញាល់ពួកគេអង្គុយនៅតាមតុរៀងរៀងខ្លួនរៀបចំក្តារឈ្នួននិងដីសដើម្បីរងចាំអ្នកគ្រូដែលធ្លាប់បង្រៀនពួកគេរាល់ដងប៉ុន្តែថ្ងៃនេះអ្វីហាក់ដូចជាប្លែកជាងធម្មតាអ្នកគ្រូសុជាដែលជាស្ត្រីវ័យក្មេងចិត្តល្អដែលតែងតែមកដល់មុនសិស្សនិងញញឹមស្វាគមន៍ពួកគេជានិច្ចតែថ្ងៃនេះតុគ្រូនៅមុខថ្នាក់ទំនេរស្អាតមានតែធូលីដីតិចៗដែលហុយចូលតាមបង្អួចអ្នកគ្រូសុជាទៅណាហើយចន្ទថាសឹបសួរវុធីដែលកំពុងអង្គុយតុខាងឆ្វេងនាងមិនដឹងទេប្រហែលជាគាត់ឈឺទីដឹងវុធីឆ្លើយតិចភ្នែកសម្លឹងទៅមាត់ទ្វារស្រាប់តែមានសំឡេងមួយបន្លឺឡើងនៅមាត់ទ្វារក្រាក់ទ្វារឈើដែលហាក់ដូចជាធ្ងន់ណាស់សម្រាប់មនុស្សធម្មតាត្រូវបានរុញបើកតិចបរិយាកាសក្នុងថ្នាក់ដែលកំពុងតែមានសំឡេងសឹបសៀវគ្នាស្រាប់តែស្ងាត់ឈឹងដោយគេចាក់ទឹកបំបិតអ្នកដែលដើរចូលមកមិនមែនជាគ្រូសុជាដ៏ស្រស់ស្អាតនោះទេជំនួសមកវិញគឺជាស្ត្រីចំណាស់ម្នាក់ដែលមានរូបរាងប្លែកភ្នែកដែលក្មេងៗមិនធ្លាប់ឃើញនៅក្នុងភូមិគុកធ្លុកពីមុនមកគាត់មានវ័យប្រហែល60ឆ្នាំប៉ុន្តែរាងកាយនៅត្រង់ស្អាតមិនកោងខ្នងដូចចាស់ដទៃឡើយសក់របស់គាត់ស្កូវពណ៌ប្រាក់សុទ្ធបួងជាកន្ទុយសេះយ៉ាងតឹងនៅពីក្រោយខ្នងធ្វើឲ្យផ្ទៃមុខរបស់គាត់លេចធ្លោឡើងយ៉ាងច្បាស់ស្បែកមុខរបស់គាត់មិនសូវមានស្នាមជ្រីជ្រួញទេតែវាសស្លេកនិងរឹងកំព្រឹសដូចជាធ្វើអំពីក្រមួនឬថ្មម៉ាប់ដែលគ្មានឈាមរត់ស្លៀកសម្លៀកបំពាក់ចងក្បិនពណ៌ខ្មៅរលើបនិងអាវពណ៌សដៃវែងបិទជិតអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺភ្នែករបស់គាត់ភ្នែកទាំងគូនោះមុតថ្លានិងសម្លឹងមើលមកក្មេងៗដូចជាសត្វខ្លាកំពុងសម្លឹងមើលចំណីវាមិនមែនជាក្រសែភ្នែករបស់គ្រូដែលមើលសិស្សដោយក្តីស្រឡាញ់ទេតែជាក្រសែភ្នែកដែលពោរពេញទៅដោយការរស់រោគនិងអាថ៌កំបាំងគាត់ដើរមួយទៅកាន់តុគ្រូនៅមុខថ្នាក់ដាក់កាបូបយួរដៃធ្វើពីស្មៅក្រៀមចុះរួចងាកមកសម្លឹងសិស្សទាំង41នាក់ដែលកំពុងអង្គុយរឹងខ្លួនចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងមកបង្រៀនជំនួសគ្រូរបស់ពួកឯងសំឡេងរបស់គាត់ស្ងួតនិងស្អកហាក់ដូចជាមនុស្សដែលមិនបាននិយាយស្ដីយូរឆ្នាំមកហើយខ្ញុំឈ្មោះយេខឹមគ្មានសិស្សណាម្នាក់ហ៊ានឆ្លើយតបឬសួររកអ្នកគ្រូសុជាឡើយពួកគេគ្រាន់តែសម្លឹងមើលទៅយេខឹមដោយក្តីភ័យខ្លាចយេខឹមមិនបានចាប់ផ្ដើមបង្រៀនភ្លាមទេគាត់ដើរចុះពីលើវេទិកាហើយចាប់ផ្ដើមដើរពិនិត្យតាមជួរតុនីមួយយឺតសំឡេងចំហៀនដើររបស់គាត់ដែលជន់ក្តារកំរាលឬ
ក្របធ្វើឲ្យបេះដូងរបស់វុធីលោតញាប់ខុសចង្វាក់ពេលគាត់ដើរកាត់តុកនីមួយគាត់មិនបានមើលមុខសិស្សទេភ្នែកដ៏មុតស្រួយរបស់គាត់តែងតែសម្លឹងចុះមកក្រោមបន្តិចគឺនៅត្រង់ករបស់ក្មេងៗគាត់ដើរមកដល់តុរបស់ចន្ទថាក្តាប់ដៃជាប់ញ័រខ្លួនទៅត្រឹកយេខឹមឈរនៅពីមុខនាងគាត់អោនមុខចុះបន្តិចសម្លឹងទៅមើលកដ៏ខ្ចីរបស់ចន្ទដែលមានសរសៃឈាមខៀវរត់កាត់ពុទ្ធីសង្កេតឃើញថាយេខឹមហាក់ដូចជាលេបទឹកមាត់មួយក្អឹកមុននឹងងើបមុខឡើងវិញឯងឈ្មោះអីគាត់សួរដោយមិនមើលមុខចន្ទថាតែភ្នែកនៅតែសម្លឹងនៅត្រង់កដដែលចាខ្ញុំឈ្មោះចន្ទថាឆ្លើយទាំងសំឡេងញ័រចន្ទថាឈ្មោះល្អយេខឹមនិយាយតិចរួចបន្តដំណើរទៅតុខាងក្រោយពុទ្ធីមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងខ្ញាក់គាត់មិនដែលឃើញមនុស្សចាស់ណាមានកាយវិការចម្លែកបែបនេះទេហេតុអ្វីបានជាគាត់សម្លឹងមើលតែករបស់គេហើយហេតុអ្វីបានជាគាត់មានក្លិនខ្លួនប្រហើរដូចជាក្លិនផ្កាម្លិះលាយនឹងក្លិនធ្លាប់អ្នកទាំងអស់គ្នាត្រូវចាំទុកយេខឹមនិយាយឡើងពេលដើរទៅដល់ក្រោយថ្នាក់នៅទីនេះត្រូវស្ដាប់បង្គាប់ខ្ញុំហាមសួរច្រើនហាមដើររវើរវាយបើមិនដូច្នេះទេព្រៃនេះនឹងមិនដោះលែងពួកឯងឲ្យទៅផ្ទះវិញឡើយពាក្យសម្ដីនេះមិនមែនជាការប្រមានធម្មតាទេតែវាដូចជាពាក្យបណ្ដាសាទាំងសិស្ស41នាក់អង្គុយស្ងៀមត្រឹងសូម្បីតែដដង្ហើមសឹងតែមិនហ៊ានផងនៅខាងក្រៅខ្យល់បានបក់បោកមេឃឈើឲ្យប៉ះគ្នាជាថ្មីបង្កើតជាសំឡេងធ្ងររវូហាក់ដូចជាធម្មជាតិកំពុងតែព្យាយាមប្រាប់ពួកគេថាសាលារៀននេះលែងមានសុវត្ថិភាពទៀតហើយពេលវេលាបានកន្លងផុតទៅយ៉ាងលឿនព្រះអាទិត្យបានរះត្រង់ពីលើក្បាលបញ្ជាក់ថាដល់ម៉ោងសម្រាកថ្ងៃត្រង់ហើយសំឡេងជួងដែកបានពន្លឺឡើងម្ដងទៀតមើងជាធម្មតាម៉ោងនេះគឺជាម៉ោងដែលសិស្សសប្បាយចិត្តបំផុតពួកគេតែងតែយកបាយកញ្ចប់ដែលវិចពីផ្ទះមកអង្គុយញ៉ាំជុំគ្នានៅក្រោមដើមឈើធំមុខសាលាខ្លះរត់លេងដេញចាប់និងខ្លះទៀតលេងលាក់កន្សែងប៉ុន្តែចាប់តាំងពីយេខឹមមកបង្រៀនបរិយាកាសនៃការញ៉ាំបាយថ្ងៃត្រង់ហាក់ដូចជាមិនសូវសប្បាយរីករាយដូចមុនទេវុធីនិងចន្ទថាអង្គុយនៅលើឫសឈើធំមួយដែលលៀនចេញពីដីក្បែរជណ្ដើរក្រោយនៃសាលារៀនពួកគេកំពុងស្រាយសន្លឹកចេកដែលវិចបាយប៉ុន្តែភ្នែករបស់ពួកគេមិនបានមើលបាយទេភ្នែករបស់ពួកគេកំពុងសម្លឹងទៅកាន់បង្អួចបន្ទប់គ្រូដែលបិទជិតឈឹងវុធីឯងមានចាប់អារម្មណ៍អត់ចន្ទថាសឹបសួរទាំងមាត់ទំពាបាយតាំងពីគាត់មកបង្រៀនបាន 3-4 ថ្ងៃនេះគាត់មិនដែលចេញមកក្រៅទេពេលថ្ងៃត្រង់គាត់មិនឃ្លានបាយទេអីវុធីងក់ក្បាលតិចខ្ញុំក៏ឆ្ងល់ដែរអ្នកគ្រូសុជាតែងតែចេញមកញ៉ាំបាយជាមួយពួកយើងឬដើរទៅវត្តក្បែរនេះតែយីខឹមគ្រាន់តែជួងរោភ្លាមគាត់ដើរចូលបន្ទប់ខាងក្រោយរួចដាក់កន្លឹះជាប់ផ្លេតខណៈដែលពួកគេកំពុងនិយាយគ្នាខ្យល់ក្តៅមួយបានបក់មកចេញពីទិសខាងសាលាមកប៉ះច្រមុះរបស់ពួកគេវុធីឈោទំពាបាយភ្លាមច្រមុះរបស់គេបានចាប់ផ្ដើមទទួលអារម្មណ៍ដល់ក្លិនអ្វីម្យ៉ាងដែលមិនប្រក្រតីវាមិនមែនជាក្លិនម្ហូបឬក្លិនស្លឹកឈើទេវាជាក្លិនឆ្អាបក្លិននោះឆ្អាបខ្លាំងដូចជាឈាមមាន់ដែលគេទៅតែអាកឬដូចជាក្លិនត្រីស្អុយដែលទុកចោលកណ្ដាលថ្ងៃក្លិននោះវាលុកចូលក្នុងច្រមុះឲ្យវុធីចង់ឲ្យចេញមកក្រៅចន្ទថាឯងធំក្លិនអត់វុធីសួរទាំងយកដៃខ្ទប់ច្រមុះធំស្អុយណាស់ដូចក្លិនសត្វងាប់អញ្ចឹងចន្ទថាឆ្លើយតបទាំងមុខជូរដោយសេចក្តីចង់ដឹងខ្លាំងជាងភាពភ័យខ្លាចវុធីសម្រេចចិត្តដើរទៅចិត្តដើរលើខាងក្រោយសាលាក្លិនឆ្អាបនោះកាន់តែខ្លាំងឡើងនៅពេលដែលពួកគេដើរទៅដល់ជិតបន្ទប់របស់យេខឹមក្នុងបន្ទប់នោះមានសំឡេងក្លក់ដូចសំឡេងទឹកកំពុងពុះឬសំឡេងនរណាម្នាក់កំពុងបឺតអ្វីមួយយ៉ាងលឿនវុធីលូនឡើងជណ្ដើរថ្នមមិនឲ្យឮស្នូជើងគេព្យាយាមអឺតមើលតាមចន្លោះ
ប្រហោងនៃក្តារជញ្ជាំងដែលប្រេះស្រាប់តែគ្រាំងទ្វារបន្ទប់ត្រូវបានបើកឡើងយ៉ាងទាន់ហន់វុធីភ្ញាក់ព្រឺតស្ទើរតែធ្លាក់ពីលើជណ្ដើរនៅចំចំពោះមុខគេគឺយាយខឹមគាត់ឈរនៅមាត់ទ្វារសម្លឹងមើលមកវុធីដោយភ្នែកក្រហមងាំងនៅដៃរបស់គាត់មានកាន់ឆ្នាំងដីពណ៌ខ្មៅមួយដែលកំពុងមានផ្សែងហុយអ្វីដែលធ្វើឲ្យវុធីភ័យបំផុតនោះគឺនៅត្រង់មាត់របស់គាត់មានប្រឡាក់ស្នាមពណ៌ក្រហមដូចជាឈាមឯងមកធ្វើអ្វីនៅទីនេះសំឡេងរបស់គាត់ស្ងួតនិងកាចសាហាវជាងធម្មតាវុធីញ័រមាត់តែប្រឹងឆ្លើយខ្ញុំធំក្លិនឆ្អាបខ្លាំងពេកស្មានតែមានសត្វងាប់នៅក្រោមសាលាយាយខឹមសម្លឹងមើលមុខវុធីមួយសន្ទុះរួចទឹកមុខរបស់គាត់ក៏ប្រែជាស្មើវិញបន្តិចគាត់យកដៃជូតមាត់ដែលប្រឡាក់នោះយ៉ាងលឿនរួចញញឹមជាស្នាមញញឹមដែលគ្មានភាពកក់ក្ដៅតតែសោះក្លិនឆ្អាបអីគាត់សើចតិចក្នុងបំពង់កមិនមែនជាសត្វងាប់ទេក្មេងប្រុសនេះជាក្លិនថ្នាំបុរាណរបស់យាយថ្នាំបុរាណវុធីសួរទាំងមិនអស់ចិត្តមែនហើយយាយខឹមលើកឆ្នាំងដីនោះបង្ហាញយាយចាស់ហើយត្រូវការស្ងោរថ្នាំឬឈើពិសាដើម្បីកុំឲ្យឈឺសន្លាក់ថ្នាំនេះវាក្លិនឆ្អាបបន្តិចមែនព្រោះលាយជាមួយវត្ថុធាតុដើមពិសេសខ្លះចុះមាត់របស់យាយវុធីចង្អុលទៅមាត់របស់យាយអូនេះជាជ័រឈើក្នុងថ្នាំនេះទេគាត់ឆ្លើយកាត់ភ្លាមឆាប់ទៅវិញទៅចិត្តដល់ម៉ោងរៀនហើយកុំមកដើររញ៉េរញ៉ៃកន្លែងគ្រូស្នាក់នៅនិយាយចប់ក៏បិទទ្វារគ្រាំងដាក់មុខវុធីភ្លាមវុធីដើរចុះពីជណ្ដើរមកវិញទាំងអារម្មណ៍មិនស្ងប់គេដឹងច្បាស់ថាក្លិននោះមិនមែនជាក្លិនថ្នាំឬឈើទេឪពុករបស់គេក៏ជាអ្នកចេះថ្នាំបុរាណដែរថ្នាំឬឈើមានក្លិនប្រហើរឬល្វីងមិនមែនក្លិនឆ្អាបឈាមស្រស់បែបនេះទេហើយជ័រឈើអ្វីទៅដែលមានពណ៌ក្រហមឆ្អិនឆ្អៅដូចឈាមហើយជាប់ទៅតាមធ្មេញបែបនេះពេលត្រឡប់មកដល់ដើមឈើវិញចន្ទថាសួរថាម៉េចហើយគាត់ថាអីគាត់ថាស្ងោរថ្នាំវុធីឆ្លើយទាំងសម្លឹងទៅបង្អួចបន្ទប់នោះទៀតតែចន្ទថាខ្ញុំថាគាត់មិនមែនស្ងោរថ្នាំទេខ្ញុំគិតថាគាត់កំពុងតែស្ងោរអ្វីមួយយ៉ាងខ្យល់បក់មកម្ដងទៀតនាំយកក្លិនឆ្អាបនោះមកជាមួយហាក់ដូចជាចង់ប្រមានក្មេងទាំងពីរនេះការពិតដ៏គួរឲ្យខ្លាចកំពុងតែលាក់ខ្លួននៅក្នុងឆ្នាំងដីនោះ3-4 ថ្ងៃកន្លងផុតទៅបន្ទាប់ពីហេតុការណ៍ស្ងោរថ្នាំដ៏គួរឲ្យសង្ស័យនោះទោះបីជាវុធីនិងចន្ទថាព្យាយាមមិនគិតដល់វាប៉ុន្តែបរិយាកាសនៅសាលាហាក់ដូចជាកាន់តែធ្ងន់ទៅពីមួយថ្ងៃទៅមួយថ្ងៃនេះព្រះអាទិត្យរះចំកណ្ដាលក្បាលដោយសពថ្ងៃមួយដងកម្ដៅថ្ងៃក្ដៅហែងធ្វើឲ្យស្លឹកឈើក្នុងនៃសាលារៀនស្រពោនចុះម៉ោង12ថ្ងៃត្រង់ជាពេលដែលសិស្សានុសិស្សកំពុងសម្រាកលេងនិងញ៉ាំបាយជាធម្មតានៅពេលថ្ងៃត្រង់បែបនេះសត្វឆ្កែរបស់អ្នកភូមិដែលតែងតែដើរតាមក្មេងៗមកសាលាតែងតែដេកលក់នៅក្រោមម្លប់ឈើឬដេកហាមាត់ដកដង្ហើមហាក់ដោយសារកម្ដៅបើវាឃើញមនុស្សប្លែកមុខវាគ្រាន់តែព្រុសវូសតែប៉ុណ្ណោះប៉ុន្តែថ្ងៃនេះអ្វីបានប្រែប្រួលខណៈដែលសិស្សកំពុងអង្គុយជុំគ្នាស្រាប់តែឆ្កែញីពណ៌ខ្មៅមួយក្បាលរបស់អាសុកសិស្សរួមថ្នាក់ដែលកំពុងដេកនៅមុខជណ្ដើរសាលាបានស្ទុះក្រោកឈរឡើងរោមរបស់វាបះច្រាងដោយគេយកដៃទៅត្រដោះបញ្ច្រាស់ទិសភ្នែករបស់វាសម្លឹងទៅកាន់បង្អួចបន្ទប់របស់យាយខឹមដែលបិទជិតឈឹងនោះវាចាប់ផ្ដើមលូឡើងយ៉ាងវែងអន្លាយសំឡេងលូនោះមិនមែនជាសំឡេងលូធម្មតាទេវាជាសំឡេងដែលពោរពេញទៅដោយភាពសោកសៅនិងឈឺចាប់គួរឲ្យខ្លាចដូចជាវាបានឃើញអ្វីមួយដែលភ្នែករបស់មនុស្សមើលមិនឃើញមិនទាន់ទាំងផុតពីសំឡេងឆ្កែមួយក្បាលនោះផងឆ្កែដទៃទៀតក៏នៅជុំវិញបរិវេណសាលាប្រហែល4 ទៅ 5 ក្បាលក៏ចាប់ផ្ដើមងើបក្បាលឡើងហើយលូឆ្លើយឆ្លងតបគ្នាទៅវិញទៅមកប្រងព្រាតសំឡេងលូដ៏វែងអន្លាយនេះបានលាន់រំពងពេញព្រៃកណ្ដាលថ្ងៃត្រង់ចេះសត្វចាបដែលធ្លាប់យំជេរចាចក៏ស្ងាត់មាត់ឈឹងខ្យល់ជំនោរក៏ឈប់បក់មានតែសំឡេងឆ្កែលូនេះទេដែលពន្លឺឡើងយ៉ាងចម្លែកបំផុតចាស់តែនិយាយថាឆ្កែព្រុសមនុស្សឆ្កែលូខ្មោចចុះហេតុអ្វីបានជាពួកគេលូនៅពេលថ្ងៃត្រង់បែបនេះខ្មោចឯណា
ហ៊ានចេញមកនៅពេលថ្ងៃចន្ទថាដែលកំពុងតែពូតបាយបានទម្លាក់បាយចុះពីដៃមុខនាងស្លេកស្លាំងវុធីខ្ញុំខ្លាចចន្ទថានិយាយទាំងសំឡេងញ័រឆ្កែមិនដែលលូពេលថ្ងៃត្រង់ទេម៉ែខ្ញុំថាបើឆ្កែលូថ្ងៃមានន័យថាមានអ្វីចម្លែកហើយវុធីសម្លឹងទៅមើលពួកឆ្កែទាំងនោះពួកវាមិនបានលូទៅកាន់ព្រៃទេគឺពួកវាសុទ្ធតែសម្លឹងទៅកាន់ចំណុចតែមួយគឺបន្ទប់របស់យាខឹមលុះពេលរសៀលក្រោយពីចេញពីរៀនចន្ទថាបានរត់ត្រឡប់ទៅផ្ទះវិញយ៉ាងលឿននាងទៅដល់ផ្ទះឃើញពូផាន់ជាឪពុកកំពុងអង្គុយសម្លៀងកំបិតផ្គាក់នៅក្រោមផ្ទះនិងមិញរ៉ែនជាម្ដាយកំពុងអង្គុយរែងអង្គពុកម៉ែចន្ទថាហៅពុកម៉ែទាំងដណ្ដោតដង្ហើមពូផាន់ងើបមុខពីកំបិតមានរឿងអីកូនម្ដេចក៏រត់មកទាំងភ័យស្លន់ស្លោអញ្ចឹងមានគេដេញវាយឬអត់ទេពុកចន្ទថាដើរទៅជិតហើយអង្គុយចុះផ្ទាល់ដីនៅសាលាថ្ងៃហ្នឹងឆ្កែលូខ្លាំងពុកវាលូតែម៉ោង12ថ្ងៃត្រង់វុធីក៏លឺអ្នកណាក៏លឺដូចគ្នាដែរពួកវាលូដាក់តែបន្ទប់យាខឹមតែប៉ុណ្ណោះខ្ញុំខ្លាចណាស់ពុកមិញរ៉ែនឈប់រែងអង្គហើយសម្លឹងទៅកូនស្រីឆ្កែលូយីកូនឯងនេះឆ្កែលូមានអីចម្លែកប្រហែលជាវាឃ្លានបាយឬក៏វាឃើញសត្វត្រកួតសត្វពស់អីទេដឹងមិនមែនទេម៉ែចន្ទថាប្រកែកសំលេងវាមិនមែនព្រោះសត្វទេគឺលូដូចឃើញខ្មោចអញ្ចឹងហើយអ្នកគ្រូថ្មីនោះចម្លែកណាស់គាត់មិនដែលចេញក្រៅទេពូផានសើចហឹមរួចយកទឹកដាក់ក្នុងផ្ទិលហើយផឹកឯងចេះតែផ្ដេសផ្ដាស់ហើយក្មេងសម័យនេះឲ្យតែឃើញអីចម្លែកបន្តិចគិតតែរឿងខ្មោចព្រាយយាយខឹមនោះគាត់ចាស់ហើយក៏ប្រហែលជាត្រូវការសម្រាកច្រើនគុំទៅនិយាយដើមគ្រូមិនល្អទេវាបាបតែពុកចន្ទថាចង់និយាយរឿងក្លិនឆ្អាបនិងរឿងយាយមើលករបស់នាងប៉ុន្តែត្រូវបានមិញរ៉ែនកាត់សម្ដីបានហើយទៅងូតទឹកដោះក្អែទៅកុំឲ្យមានក្លិនខ្លួនឬឆ្កែលូព្រោះឆ្កែលូវាជារឿងធម្មតាទេកុំយកមកដាក់ក្នុងខួរក្បាលបើឯងនៅតែខ្លាចយប់នេះម៉ែឯងពាក់ខ្សែកន្ថាដែកតែហាមនិយាយរឿងនេះទៀតប្រយ័ត្នអ្នកស្រុកគេថាកូនក្រមុំអីចេះតែឈួតឡប់ចន្ទថាស្ងាត់មាត់ឈឹងនាងដឹងថាទោះជានាងនិយាយអ្វីក៏ពុកម្ដាយនាងមិនជឿដែរសម្រាប់មនុស្សចាស់គាត់ជឿតែអ្វីដែលគាត់បានឃើញផ្ទាល់ភ្នែកឬរឿងដែលធ្លាប់កើតឡើងពីមុនមកប៉ុន្តែសម្រាប់ចន្ទថានាងមានអារម្មណ៍ដឹងយ៉ាងច្បាស់ថាមានភាពខ្លាចដែលនាងកំពុងមាននេះមិនមែនជារឿងរវើរវាយនោះទេនាងដើរទៅលើផ្ទះទាំងចិត្តមិនសុខពេលនាងក្រឡេកទៅមើលក្រៅបង្អួចព្រះអាទិត្យកំពុងតែលិចបាត់ទៅក្នុងព្រៃបន្សល់ទុកនៅពន្លឺក្រហមដូចឈាមសំឡេងឆ្កែលូនៅសាលារៀនហាក់ដូចជានៅតែដក់ជាប់ក្នុងត្រចៀករបស់នាងមិនដឹងថាតើថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងទៀតចំពោះសិស្ស41នាក់នោះទេ3ថ្ងៃបានកន្លងផុតទៅយ៉ាងលឿនបន្ទាប់ពីហេតុការណ៍សត្វឆ្កែលូនៅពេលថ្ងៃត្រង់ភាពភ័យខ្លាចចេះតែរៀលដាលក្នុងចិត្តសិស្សតូចប៉ុន្តែពួកគេនៅតែត្រូវមកសាលារៀនជារៀងរាល់ថ្ងៃព្រោះឪពុកម្ដាយមិនអនុញ្ញាតឲ្យឈប់នៅក្នុងថ្នាក់រៀនដ៏ធំទូលាយដែលមានតុឈើវែងតម្រៀបជាជួរសិស្សទាំងឡាយកំពុងអង្គុយរៀនសូត្រតាមធម្មតាប៉ុន្តែស្រាប់តែវុធីនិងចន្ទថាអ្វីមួយដែលបាត់បង់ទៅគឺវាច្បាស់ក្រឡែតពេកនៅជ្រុងខាងក្រោយបំផុតនៃថ្នាក់ជាប់នឹងបង្អួចដែលសម្បូរដោយសម្បុកពេញពីងមានតុមួយនៅទំនេរនោះគឺជាកន្លែងអង្គុយរបស់អាសុកគឺជាក្មេងប្រុសម្នាក់ដែលមានសាច់ត្រលុកត្រលុននិងចូលចិត្តលេងសើចច្រើនគេគឺជាម្ចាស់ឆ្កែខ្មៅដែលលូនៅថ្ងៃមុននោះឯងប៉ុន្តែចាប់តាំងពីថ្ងៃដែលឆ្កែរបស់គេលូយ៉ាងវែងមកសុកក៏បាត់ខ្លួនឈឹងពីសាលារៀន1ថ្ងៃ2ថ្ងៃហើយថ្ងៃនេះគឺជាថ្ងៃទី3ហើយដែលកៅអីរបស់គេនៅទំនេរជាធម្មតាប្រសិនបើមានសិស្សណាម្នាក់ឈប់រៀនលើសពី1ថ្ងៃអ្នកគ្រូសុជាគ្រូចាស់តែងតែសួរនាំសិស្សដទៃទៀតដែលនៅផ្ទះជិតគ្នាឬចាត់ឲ្យប្រធានថ្នាក់ទៅសួរសុខទុក្ខនៅផ្ទះប៉ុន្តែចំពោះយាយខឹមវិញអ្វីគឺផ្ទុយស្រឡះចាប់តាំងពីសុកបាត់ខ្លួនមកយាយខឹមមិនដែលហើបមាត់សួររកគេសូម្បីតែមួយម៉ាត់គាត់មិនដែលសួរថាតើសុកទៅណាឬតើសុកឈឺមែនទេឡើយគាត់ធ្វើហាក់ដូចជាសុក
មិនដែលធ្លាប់មានវត្តមាននៅក្នុងឋានៈនេះពីមុនមកឬហាក់ដូចជាគាត់បានដឹងចម្លើយរួចស្រេចទៅហើយអ្វីដែលគួរឲ្យវិធីព្រឺសម្បូរបំផុតនោះគឺទឹកមុខរបស់យាយខឹមនៅថ្ងៃនេះកាលពីប៉ុន្មានថ្ងៃមុនមុខរបស់គាត់សស្លេកស្ងួតរឹងកំព្រឹសដូចសាកសពប៉ុន្តែថ្ងៃនេះមុខរបស់គាត់មើលទៅស្រស់បោះខុសពីធម្មតាស្បែកមុខរបស់គាត់ហាក់ដូចជាមានសំណើមឡើងពណ៌ផ្កាឈូកក្រហមព្រឿងភ្នែករបស់គាត់ដែលធ្លាប់តែសម្លឹងមើលសិស្សដោយភាពស្រេកឃ្លានពេលនេះមើលទៅស្ងប់សុខនិងមានពន្លឺភ្លឺថ្លាដូចជាមនុស្សដែលទើបតែបរិភោគអាហារដ៏ឆ្ងាញ់ពិសាឆ្អែតស្កប់ស្កល់គាត់ដើរចុះឡើងក្នុងថ្នាក់ដោយជំហានស្រាលមិនធ្ងន់ដូចរាល់ដងជួនកាលគាត់ថែមទាំងលួចញញឹមម្នាក់ឯងនៅមាត់ទ្វារទៀតផងចន្ទថាឯងមើលយាយខឹមទៅវុធីសឹបប្រាប់មិត្តភ័ក្តិថ្ងៃនេះគាត់មើលទៅសប្បាយចិត្តម្លេះចន្ទថាងាកទៅមើលគ្រូរួចងាកមកវិញយ៉ាងលឿនខ្ញុំមិនដឹងទេវុធីតែខ្ញុំខ្លាចស្នាមញញឹមនឹងណាស់វាដូចឆ្មាដែលទើបតែស៊ីកូនកណ្ដុររួចអញ្ចឹងនៅពេលសម្រាប់សិស្សម្នាក់ឈ្មោះសៅដែលមានផ្ទះនៅជិតស្រុកបានលើកដៃសួរអ្នកគ្រូដោយក្លាហានអ្នកគ្រូ2-3ថ្ងៃហើយអាសុកមិនឃើញមកទៀតតើខ្ញុំគួរទៅតាមវាទេយាយខឹមដែលកំពុងតែអង្គុយសរសេរអ្វីម្យ៉ាងនៅលើតុឈប់ដៃភ្លាមគាត់ងើបមុខឡើងសន្សឹមសម្លឹងទៅសៅស្នាមញញឹមដ៏ចម្លែកបានលេចឡើងនៅគៀនមាត់របស់គាត់មិនបាច់ទេសំឡេងរបស់គាត់លាន់លឺឡើងស្រួយនិងច្បាស់ល្អណាស់ថ្ងៃនេះសុកគេកំពុងតែសម្រាកគេត្រូវការសម្រាកឲ្យបានយូរកុំទៅរំខានគេអីសម្រាកសៅឆ្ងល់វាឈឺអីអ្នកគ្រូយាយខឹមមិនឆ្លើយគាត់គ្រាន់តែសើចតិចក្នុងបំពង់កហើយរួចយកអណ្ដាតលិតបបោមាត់របស់ខ្លួនឯងមួយជុំកាយវិការនោះបានធ្វើឲ្យសៅនិងសិស្សដទៃទៀតស្ងាត់មាត់ឈឹងវុធីសម្លឹងទៅមើលតុរបស់សុកដែលទំនេរធូលីដីចាប់ផ្ដើមតោងតិចនៅលើក្តារតុគាត់មានអារម្មណ៍ចម្លែកមួយប្រាប់ថាសុកនឹងមិនត្រឡប់មកអង្គុយនៅទីនេះទៀតទេពាក្យថាសម្រាករបស់យាយខឹមហាក់ដូចជាមានន័យជ្រៅជាងការដេកលក់ធម្មតាខ្យល់ត្រជាក់មួយបក់ចូលតាមបង្អួចក្រោយធ្វើឲ្យទ្វារបង្អួចក្បែរតុសុកបិទផាំងសិស្សទាំងអស់ភ្ញាក់ព្រឺតយាយខឹមនៅតែញញឹមដដែលហាក់ដូចជាគាត់កំពុងរីករាយនឹងភាពភ័យខ្លាចរបស់ក្មេងៗឬក៏កំពុងរីករាយនឹងកម្លាំងធម្មពលថ្មីដែលគាត់ទើបតែទទួលបានរាត្រីកាលបានឈានចូលមកដល់គ្របដណ្ដប់ភូមិគប់ធ្លោកភាពងងឹតស្លុបនិងសំឡេងសត្វរាត្រីដូចជាចង្រិតនិងហ៊ីងបានចាប់ផ្ដើមប្រគំតន្ត្រីធម្មជាតិលាន់លឺរ៉ែពេញវាលស្រែនៅក្រោយផ្ទះឈើមួយខ្នងដែលមានសសរខ្ពស់គឺផ្ទះរបស់វុធីពន្លឺភ្លើងចង្កៀងប្រេងកាតមួយបានឆេះភ្លឺផ្លេតនៅកណ្ដាលគ្រែឫស្សីបង្ហាញឲ្យឃើញរូបរាងបុរសវ័យកណ្ដាលម្នាក់ដែលកំពុងអង្គុយរុំកន្សែងក្រមានិងជួបបារីស្លឹកសង្កែនោះគឺពូសែមឪពុករបស់វុធីគាត់ជាកសិករម្នាក់ដែលមានចិត្តមាំនិងគោរពប្រពៃណីខ្ជាប់ខ្ជួនវុធីអង្គុយនៅក្បែរជើងឪពុកទឹកមុខរបស់គេពោពេញទៅដោយការព្រួយបារម្ភរឿងរ៉ាវដែលកើតឡើងនៅសាលារៀនជាពិសេសការបាត់ខ្លួនរបស់អាសុកនិងកាយវិការចម្លែករបស់យាយខឹមបានធ្វើឲ្យគេនៅមិនសុខគេសម្រេចចិត្តថាត្រូវតែប្រាប់ឪពុកអំពីរឿងមួយដែលគេបានឃើញកាលពីល្ងាចម្សិលមិញពុកវុធីហៅឪពុកតិចហើយមានការងារអីពូសែមឆ្លើយទាំងមិនងាកមុខបន្តបង្ហុយសែងបារីកាលពីល្ងាចម្សិលមិញពេលខ្ញុំត្រឡប់ទៅយកសិភៅដែលភ្លេចនៅសាលាខ្ញុំបានឃើញអ្នកគ្រូខឹមពូសែមងាកមកមើលកូនប្រុសឃើញគាត់ធ្វើអីគាត់នៅចាំសាលាវាជារឿងធម្មតាទេអត់ទេពុកវុធីប្រកែកវាមិនធម្មតាទេពេលនោះមេឃងងឹតហើយប្រលប់មើលមុខគ្នាសឹងមិនច្បាស់តែខ្ញុំឃើញគាត់ដើរចុះពីសាលាសំដៅទៅព្រៃខាងក្រោយដែលសុទ្ធតែព្រៃស្បាតនិងដើមបន្លាវុធីផ្អាកបន្តិចដើម្បីលេបទឹកមាត់រួចបន្តហើយអ្វីដែលចម្លែកនោះគឺគាត់មិនបានកាន់ចង្កៀងឬភ្លើងអ្វីសោះគាត់ដើរចូលទៅក្នុងព្រៃងងឹតនោះដូចជាគាត់មើលឃើញផ្លូវច្បាស់នៅពេលថ្ងៃអញ្ចឹងពុកគិតមើលមនុស្សធម្មតាមិននឹងអាចដើរចូលក្នុងព្រៃពេលយប់ដោយគ្មានភ្លើងបាន
ពូសែមដាក់បារីចុះពីមាត់ទឹកមុខរបស់គាត់ប្រែជាតានតឹងភ្លាមគាត់សម្លឹងទៅមើលកូនប្រុសដោយក្រសែភ្នែកមុតនិងមើងម៉ាត់អាវុធីពូសែមហៅឈ្មោះកូនពេញឯងកុំចេះតែនិយាយផ្ដេសផ្ដាសណាខ្ញុំមិនបាននិយាយផ្ដេសផ្ដាសទេពុកខ្ញុំឃើញផ្ទាល់នឹងភ្នែកវុធីព្យាយាមបញ្យល់ឈប់ពូសែមលើកដៃខាត់ឯងនៅក្មេងមិនដឹងអីទេអ្នកគ្រូខឹមគាត់ជាមនុស្សចាស់ទុំគាត់មានចំណេះវិជ្ជាខ្ពង់ខ្ពស់អ្នកដែលមានវិជ្ជាអាគមឬអ្នកដែលកាន់ត្រណមគេមិនដូចមនុស្សធម្មតាទេជួនកាលគេមានវិធីរបស់គេក្នុងការដើរហើរពូសែមខិតចូលមកជិតកូនរួចបន្ទាបសំឡេងដាក់ហើយត្រូវចាំគុំទៅនិយាយដើមអ្នកមានគុណឬអ្នកមានវិជ្ជាបែបនេះឲ្យសោះពាក្យចាស់ថាបើមិនជឿគុំប្រមាថបើគាត់ដឹងឮដល់ត្រចៀកគាត់ឬដល់គ្រូកំណើតរបស់គាត់វានឹងនាំស្ទួយដល់គ្រួសារយើងណាតែពុកអាសុកបាត់ខ្លួនហើយនឹងវុធីនៅតែមិនអស់ចិត្តអាសុកវាឈឺឬវាទៅណាវាជារឿងរបស់គ្រួសារវាឯងកុំចេះដឹងរឿងគេពេកតួនាទីឯងគឺទៅរៀនបើអ្នកគ្រូមិនធ្វើអីខុសឆ្គងដាក់ឯងផ្ទាល់ទេគុំទៅរវល់នឹងរឿងគាត់ដើរចូលព្រៃឬមិនចូលព្រៃពូសែមនិយាយចប់ក៏ផ្លុំភ្លើងចង្កៀងពន្លត់វូភាពងងឹតបានចូលមកគ្រប់ដណ្ដប់ម្ដងទៀតទៅដេកទៅស្អែកត្រូវក្រោកពីព្រលឹមទៅរៀនសំឡេងរបស់ពូសែមពន្លឺឡើងក្នុងភាពងងឹតវុធីដើរចូលទៅក្នុងមុងដោយអារម្មណ៍ទើសទាល់គេដឹងថាឪពុករបស់គេមិនមែនមិនជឿទេតែគាត់ខ្លាចអំណាចរបស់អ្នកមានវិជ្ជាជាងខ្លាចសត្វសាហាវទៅទៀតក្នុងសម័យនោះគ្មាននរណាហ៊ានប៉ះពាល់គ្រូដែលមានអាគមឡើយព្រោះគេជឿថាអាចនឹងត្រូវអំពើឬត្រូវបណ្ដាសាវុធីតម្រេតខ្លួនចុះប៉ុន្តែភ្នែកនៅតែបើកធំក្នុងភាពងងឹតរូបភាពរបស់យាយខឹមដែលដើរចូលទៅក្នុងព្រៃងងឹតដោយគ្មានភ្លើងនៅតែដក់ជាប់ក្នុងខួរក្បាលរបស់គេបើឪពុកមិនជួយតើគេអាចពឹងអ្នកណាបាននៅក្រៅផ្ទះខ្យល់បក់ស្លឹកចេកឮសូរក្រាកហាក់ដូចជាមាននរណាម្នាក់កំពុងដើរជុំវិញផ្ទះវុធីទិញភួយដណ្ដប់ក្បាលព្យាយាមបិទភ្នែកដេកតែក្នុងចិត្តនៅតែភ័យព្រួយចំពោះវាសនារបស់ខ្លួននិងមិត្តភ័ក្តិនៅថ្ងៃស្អែកថ្ងៃមួយបន្ទាប់ពីការប្រមានរបស់ឪពុកវុធីនៅតែមិនអស់ចិត្តនៅពេលម៉ោងចេញលេងជំនួសឲ្យការរត់លេងគេនិងចន្ទថាបាននាំគ្នាដើរទៅក្បែររបងខាងក្រោយនៃផ្ទះគ្រូដើម្បីលបមើលសកម្មភាពរបស់យាយខឹមអ្វីដែលពួកគេបានឃើញគឺអ្នកគ្រូកំពុងកាន់ចបជីកមួយនិងកញ្ច្រែងមួយដែលពោពេញទៅដោយរុក្ខជាតិប្លែកៗមើលហើយវុធីគាត់កំពុងដាំអ្វីនឹងចន្ទថាចង្អុលទៅកាន់រុក្ខជាតិដែលមានពណ៌បៃតងខ្ចីរាងវែងនិងមានបន្លាវុធីខិតចូលទៅមើលបន្តិចទៀតដើមឈើនោះគ្មានស្លឹកទេវាមានតែដើមមេដែលបែកមែកសាខាដូចឆ្អឹងជំនីមនុស្សឬឆ្អឹងត្រីនៅតាមបណ្ដោយដើមមើលទៅមានបន្លាទូចស្រួចនិងមានពណ៌សហូរចូលមកពេលកាច់នេះគេហៅថាបន្ទាឆ្អឹងត្រីវុធីនិយាយតិចព្រោះគេធ្លាប់ឃើញឪពុករបស់គេមានដាំមួយដើមដែលនៅក្បែរអាស្រមព្រះភូមិយាយខឹមមិនមែនដាំវាដើម្បីលម្អសួនទេគាត់កំពុងជីកដីដាំវាព័ទ្ធជុំវិញផ្ទះឈើរបស់គាត់យ៉ាងប្រញាប់ប្រញាល់ហាក់ដូចជាគាត់កំពុងសង់របងការពារអ្វីមួយមិនឲ្យចេញឬមិនឲ្យចូលដៃរបស់គាត់ក្តោបដើមប្រទាលដែលមានបន្លានោះដោយមិនខ្លាចមុតហាក់ដូចជាស្បែកដៃរបស់គាត់ក្រាស់ដូចស្បែកជើងក្របីចាស់ថាប្រទាលនេះមិនល្អទេបើដាំច្រើនបែបនេះចន្ទថានិយាយទាំងមុខមិនស្រួលគេថាវាសម្រាប់ហៅខ្មោចឬចិញ្ចឹមអមនុស្សលុះពេលល្ងាចវុធីត្រឡប់មកផ្ទះវិញគេឃើញមីងនួនម្ដាយរបស់គេកំពុងអង្គុយបុកគ្រឿងនៅក្នុងផ្ទះបាយគាត់ជាស្ត្រីមេផ្ទះដែលស្លូតបូតនិងជឿរឿងបុណ្យបាបខ្លាំងណាស់វុធីដើរចូលទៅជិតហើយអង្គុយជួយបកខ្ទឹមគេសម្លឹងមើលមុខម្ដាយរួចសម្រេចចិត្តសួរម៉ែស្គាល់ប្រទាលឆ្អឹងត្រីអត់មីងនួនឈប់ដៃបុកគ្រឿងតុកគាត់ងាកមកមើលកូនស្គាល់តើកូនមិនបានសួររឿងហ្នឹងនៅសាលាខ្ញុំឃើញយាយខឹមគាត់ដាំប្រទាលនឹងច្រើនណាស់ម៉ែគាត់ដាំព័ទ្ធជុំវិញផ្ទះគាត់តែម្ដងខ្ញុំឃើញហើយព្រឺសម្បុរណាស់គ្រាន់តែលើពាក្យថាដាំព័ទ្ធជុំវិញផ្ទះភ្លាមមុខរបស់មីងនួនប្រែជាស្លេកគាត់ដាក់អង្រែចុះហើយយកដៃជូតញើសដែលគ្មានសោះនៅលើថ្ងាសដាំព័ទ្ធផ្ទះមីងនួនឧទានតិច
ពុទ្ធោម៉ែធ្លាប់តែលើចាស់ចាស់និយាយថាប្រទាឆ្អឹងត្រីនេះបើដាំតែមួយដើមពីរដើមគឺសម្រាប់កាយរោគឬការពារផ្ទះប៉ុន្តែបើដាំព័ទ្ធជុំវិញជាកំផែងបែបនេះគឺមានន័យថាម្ចាស់ផ្ទះកំពុងតែចិញ្ចឹមឬអ្វីមួយនៅខាងក្នុងចិញ្ចឹមអីម៉ែវុធីសួរទាំងភ័យចិញ្ចឹមគ្រូឬព្រាយមិញនួននិយាយដោយសំឡេងសឹបៗអ្នកដែលរៀនវិជ្ជាផ្លូវងងឹតគេត្រូវមានកន្លែងសម្រាប់ឲ្យបរិវារគេនៅប្រទាននេះមានជ័រពឹសនិងបន្លាវាអាចការពារមិនឲ្យវិញ្ញាណដតីចូលទៅរំខានហើយក៏ការពារមិនឲ្យមានអ្វីដែលនៅក្នុងចេញមកក្រៅផ្ដេសផ្ដាស់ដែរមុនពេលម្ចាស់អនុញ្ញាតមិញនួនចាប់ស្មាកូនប្រុសទាំងពីរវុធីកូនស្ដាប់ម៉ែពេលទៅរៀនហាមទៅជិតផ្ទះគ្រូហាមប៉ះពាល់ប្រទាននោះហើយបើគាត់ហុចចំណីអ្វីឲ្យស៊ីហាមស៊ីជាដាច់ខាតណាវុធីងក់ក្បាលគេឃើញភាពភ័យខ្លាចនៅក្នុងភ្នែករបស់ម្ដាយដែលខុសពីឪពុកដែលហាមឃាត់ព្រោះខ្លាចអំណាចម្ដាយរបស់គេភ័យខ្លាចព្រោះគេដឹងថាអ្វីដែលកំពុងកើតនោះវាគឺជាការគំរាមកំហែងដល់ជីវិតម៉ែមិនស្រួលចិត្តសោះមិញនួននិយាយបន្តចាំស្អែកម៉ែទៅសុំខ្សែការពារពីលោកតាអាចារ្យនៅវត្តឲ្យកូនឯងពាក់សាលារៀនកូនឯងមិនមែនជាកន្លែងធម្មតាទៀតទេនៅយប់នោះវុធីដេកស្ដាប់សំឡេងសូត្រធម៌តិចតិចរបស់ម្ដាយពាក្យថាចិញ្ចឹមអ្វីមួយនៅខាងក្នុងបានធ្វើឲ្យគេនឹកឃើញដល់សំឡេងឆ្កែលូនិងសំឡេងចម្លែកចេញពីបន្ទប់នោះតើអ្វីមួយនោះមានរូបរាងដូចម្ដេចហើយតើវាស៊ីអ្វីជាអាហារយប់នោះគឺជាយប់ខែដាច់មេឃងងឹតហើយគ្មានពន្លឺព្រះច័ន្ទមានតែពន្លឺផ្កាយរាយប៉ាយតិចតួចនៅលើផ្ទៃមេឃខ្យល់ជំនោរត្រជាក់បានបក់មកពីទិសខាងជើងនាំយកក្លិនដីសើមនិងក្លិនផ្កាព្រៃមកជាមួយនៅតាមវាលស្រែខាងក្រោយសាលាដែលសម្បូរទៅដោយក្លុកនិងត្រពាំងពូហែមដែលជាអ្នកភូមិម្នាក់មានជំនាញខាងរោគកង្កែបនិងសត្វល្អិតពេលយប់កំពុងតែដែលឆ្លោះភ្លើងចន្លោះរោគកង្កែបតែម្នាក់ឯងដៃម្ខាងគាត់កាន់ចន្លោះដែលធ្វើអំពីជ័រទឹកនិងដៃម្ខាងទៀតកាន់ទ្រនាប់ដាក់កង្កែបជប់នេះទៅណាអស់ហើយពូហែមរអ៊ូក្នុងចិត្តព្រោះដើរជិត1ម៉ោងហើយបានតែ2-3ក្បាលប៉ុណ្ណោះគាត់ដើរកាន់តែជិតទៅនឹងរបងសាលាដែលនៅពេលយប់មើលទៅដូចជាប្រាសាទខ្មោចដ៏ធំមួយស្រាប់តែខ្យល់បក់មកខ្លាំងមួយមេធ្វើឲ្យពន្លឺចន្លោះរបស់គាត់ស្ទើរតែរលត់សំឡេងសត្វចង្រិតនិងកង្កែបដែលកំពុងតែយំខឹកកងងើកខកក៏ស្រាប់តែស្ងាត់មាត់ឈឹងព្រមគ្នាដូចមាននរណាម្នាក់បញ្ជាក្នុងភាពស្ងប់ស្ងាត់ដ៏ចម្លែកនោះពូហែមបានឮសំឡេងមួយពន្លឺឡើងពីលើដំបូលសាលារៀនវូវាដូចជាសំឡេងស្លាបសត្វធំកំពុងកាត់ខ្យល់ពូហែមងើបមុខឡើងមើលទៅដំបូលសាលាគាត់បើកភ្នែកធំដោយក្តីរន្ធត់នៅចំពីលើដំបូលបន្ទប់គ្រូមានដុំភ្លើងមួយដុំកំពុងអណ្ដែតឡើងវាមិនមែនជាភ្លើងចង្កៀងឬភ្លើងទៀនទេវាជាពន្លឺភ្លើងពណ៌ខៀវស្រងាត់លាយឡំជាមួយនឹងភ្លើងពណ៌ក្រហមឆេះព្រឹមនៅកណ្ដាលពន្លឺនោះមិននៅស្ងៀមទេវាវល់និងលោតចុះឡើងដូចមានជីវិតពុទ្ធោស្អីគេនឹងពូហែមឧទានទាំងញ័រមាត់ដុំភ្លើងចម្លែកនោះបានហោះឡើងខ្ពស់បន្តិចរួចចាប់ផ្ដើមធ្វើដំណើរយ៉ាងលឿនកាត់វាលស្រែឆ្ពោះទៅទិសខាងលិចនៃភូមិពូហែមសម្លឹងមើលទៅទិសខាងនោះហើយគាត់ដឹងភ្លាមថាតើភ្លើងនោះកំពុងតម្រង់ទៅណាវាហោះសម្ដៅទៅផ្ទះអាសុកពន្លឺភ្លើងខៀវលាយក្រហមនោះហោះទៀបកាត់ចុងថ្នោតហើយទៅបាត់ត្រង់ចំណុចដែលទីតាំងរបស់ក្មេងប្រុសដែលបាត់ខ្លួននោះមួយសន្ទុះក្រោយមកឆ្កែសំលេងឆ្កែនៅក្នុងភូមិផ្នែកខាងលិចនោះបានចាប់ផ្ដើមលូត្រហឹងអើងកងឡើងវិញពូហែមលេងគិតរឿងកង្កែបទៀតហើយគាត់បោះចន្លោះចោលរួចរត់ត្រឡប់ទៅផ្ទះវិញទាំងប្រភិតប្រភិញគាត់រត់ដួលផងងើបផងកាត់តាមភ្លឺស្រែរហូតដល់ដាច់ខ្យល់ព្រឹកព្រលឹមឡើងដំណឹងនេះបានសាយភាយពេញភូមិគោកធ្លោកដោយភ្លើងឆេះព្រៃនៅឯកន្លែងដងទឹកនិងតូបលក់នំបញ្ចុកអ្នកភូមិនាំគ្នានិយាយតែរឿងនេះយប់មិញតាហែមគាត់ឃើញច្បាស់ណាស់មិញម្នាក់គាត់និយាយទាំងភ្នែកស្លែកភ្លើងពណ៌ខៀវនោះហោះចេញពីសាលារៀនទៅផ្ទះអាសុកគាត់ថាមិនមែនជាភ្លើងធម្មតាទេគឺអាបពាក្យថាអាបបានធ្វើឲ្យអ្នកភូមិគ្រប់រូបព្រឺឆ្អឹងខ្នងក្នុងជំនឿខ្មែរ
អាបគឺជាវិញ្ញាណខ្មៅដែលចូលមកសន្ធិដ្ឋក្នុងរាងកាយមនុស្សស្រីជាពិសេសស្ត្រីចំណាស់ហើយនៅពេលយប់វាដកក្បាលចេញពីខ្លួនអូសទាំងគ្រឿងក្នុងដើម្បីរកស៊ីឈាមឬរបស់ស្អុយត្រូវហើយតាចាស់ម្នាក់បន្ថែមកាលពីមុនណានៅក្នុងភូមិខាងជើងក៏ធ្លាប់មានរឿងបែបនេះដែរឲ្យតែមានភ្លើងខៀវហោះគឺមានមនុស្សឈឺឬស្លាប់ហើយឥឡូវវាទៅដល់ផ្ទះអាសុកមានន័យថាក្មេងនោះប្រហែលជាវុធីនិងចន្ទថាដែលកំពុងឈរស្ដាប់នៅក្បែរនោះបានមើលមុខគ្នាដោយក្តីភ័យខ្លាចអ្វីដែលពួកគេសង្ស័យកំពុងតែខ្លាចជាការពិតភ្លើងនោះចេញពីសាលាហើយនៅសាលាមានតែមនុស្សម្នាក់ទេដែលស្នាក់នៅនោះគឺយេខឹមវុធីសឹបប្រាប់ចន្ទថាគាត់ជាអាបហើយគាត់កំពុងទៅរកសុកចន្ទថានិយាយទាំងទឹកមុខរលីងរលោងសុកប្រហែលជាមិនរួចខ្លួនទេបរិយាកាសក្នុងភូមិនេះមិនដូចរាល់ថ្ងៃទេមនុស្សម្នាក់ចាប់ផ្ដើមរោគដើមបន្លានិងស្លឹកក្រូចសើចមកដាក់តាមបង្អួចនិងទ្វារផ្ទះការភ័យខ្លាចបានគ្រប់ដណ្ដប់ភូមិគុកធ្លុកទាំងមូលហើយសាលារៀននៅចុងភូមិបានក្លាយជាកន្លែងដែលគ្មាននរណាចង់ដើរកាត់ទៀតឡើយសូម្បីតែពេលថ្ងៃព្រះអាទិត្យទើបតែរះផុតពីចុងត្នោតពន្លឺភ្លើងពណ៌មាសស្រាលមកលើភូមិគុកធ្លុកជាធម្មតាពេលព្រឹកបែបនេះគឺជាអ្វីដែលអ្នកភូមិត្រៀមខ្លួនចេញទៅស្រែចម្ការឬដេញគោក្របីពីក្រោលប៉ុន្តែព្រឹកនេះបរិយាកាសទាំងមូលត្រូវបានគ្រប់ដណ្ដប់ដោយភាពសោកសៅនិងភាពស្ងៀមស្ងាត់ដ៏គួរឲ្យភ័យខ្លាចសំឡេងមួយបានពន្លឺឡើងបំបែកភាពស្ងប់ស្ងាត់នោះមិនមែនជាសំឡេងមាន់រងាវឬសំឡេងសត្វចាបទេតែជាសំឡេងយំសោកយ៉ាងខ្លាំងចេញពីទិសខាងលិចភូមិអូយកូនអើយម្ដេចក៏កូនទៅចោលម៉ែក្រោកឡើងមកកូនសុកសំឡេងស្រែកទ្រហោអង្កងរបស់ស្ត្រីជាម្ដាយបានធ្វើឲ្យអ្នកភូមិដែលកំពុងធ្វើការងារផ្ទះឈប់ដៃភ្លាមវុធីនិងចន្ទថាដែលកំពុងរៀបចំខ្លួនទៅសាលាបានស្ទុះរត់ចេញពីផ្ទះឆ្ពោះទៅកាន់ប្រភពសំឡេងនោះពួកគេដឹងថាសំឡេងនោះចេញពីផ្ទះអាសុកនៅពេលពួកគេទៅដល់ផ្ទះរបស់សុកពោពេញទៅដោយអ្នកភូមិឈរត្រៀបត្រានៅក្បែរគ្រែឈើក្រោមផ្ទះរាងកាយរបស់ក្មេងប្រុសដ៏ធាត់ទ្រលុកទ្រលន់ម្នាក់កំពុងដេកស្ងៀមមិនកម្រើកមុខរបស់គេស្លេកដូចក្រដាសភ្នែកបិទជិតនិងបបូរមាត់ប្រែជាពណ៌ស្វាយម្ដាយរបស់សុកកំពុងតែអោបរាងកាយរបស់កូនប្រុសយំសោកបោកខ្លួនដូចគេហែកទ្រូងឪពុករបស់គេអង្គុយនៅក្បែរនោះទឹកមុខស្រងួតស្រងាត់ទឹកភ្នែកហូរដោយមិនដឹងខ្លួនកូនខ្ញុំអើយឪពុករបស់សុកនិយាយទាំងអួរដាំកកាលពីល្ងាចវានៅធម្មតាទេវាគ្រាន់តែក្អួតថាអស់កម្លាំងហើយចូលដេកព្រឹកឡើងស្រាប់តែលេងភ្ញាក់តែម្ដងតាចាស់ម្នាក់ដែលជាគ្រូថ្នាំបុរាណក្នុងភូមិបានចូលទៅចាប់ជាតិចរនិងស្ទាបខ្លួនសាកសពគាត់គ្រវីក្បាលតិចរួចងាកមកប្រាប់អ្នកភូមិវាទៅហើយជាតិចរដាច់អស់ហើយខ្លួនត្រជាក់ដូចទឹកកកចុះវាស្លាប់ដោយសារអីតាអ្នកភូមិម្នាក់សួរតាគ្រូថ្នាំដកដង្ហើមធំហើយមើលទៅប្រហែលជាជំងឺគ្រុនព្រៃឬក៏គេហៅគ្រុនចាញ់ហ្នឹងហើយមើលទៅរោគនេះកាចណាស់ជួនកាលវាមិនចេញរោគសញ្ញាឲ្យដឹងមុនទេវាចូលមកឆក់ជីវិតមួយយប់តែម្ដងអ្នកភូមិភាគច្រើនងក់ក្បាលយល់ស្របនៅសម័យនោះជំងឺគ្រុនឈាមឃាតករលាក់មុខដែលសម្លាប់មនុស្សជាច្រើនជាពិសេសក្មេងៗពួកគេជឿថាសុកប្រហែលជាទៅលេងព្រៃហើយត្រូវមូសខាំឬត្រូវខ្យល់ចាប់ប៉ុន្តែវុធីនិងចន្ទថាមិនគិតដូច្នេះទេក្មេងទាំងពីរលោបចូលទៅជិតសាកសពបន្តិចខណៈដែលតាគ្រូថ្នាំកំពុងតែរៀបចំដៃសាកសពដាក់លើទ្រុងវុធីបានសង្កេតឃើញអ្វីមួយយ៉ាងដែលអ្នកដទៃមិនបានចាប់អារម្មណ៍ឬធ្វើជាមិនដឹងនៅត្រង់កខាងឆ្វេងរបស់សុកមានស្នាមជាំពណ៌ខ្មៅជារង្វង់វាមិនមែនជាស្នាមមូសខាំឬកន្ទួលរមាស់ទេវាមានលក្ខណៈដូចជាស្នាមធ្មេញឬស្នាមអ្វីមួយយ៉ាងដែលបឺតជញ្ជក់យ៉ាងខ្លាំងរហូតដល់ដាច់សរសៃឈាមក្រោមស្បែកកវុធីទាញដៃចន្ទថាហើយសពចន្ទថាមើលត្រង់ករបស់សុកទៅឃើញអត់ចន្ទថាសម្លឹងទៅមើលតាមចង្អុលនាងយកដៃខ្ទប់មាត់ដោយក្តីរន្ធត់ស្នាមនឹងយប់មិញភ្លើងខៀវហោះមកផ្ទះនេះហើយព្រឹកឡើងសុកស្លាប់វុធីនិយាយទាំងសំឡេងញ័រហើយស្នាមនោះនៅកនឹងឯងចាំទេជាខឹម
ដែលសម្លឹងមើលករបស់ពួកយើងគាត់មកយកសុកមែនទេចន្ទថាសួរទាំងទឹកភ្នែករមាធ្លាក់វុធីងក់ក្បាលមិនមែនគ្រុនចាញ់ទេចន្ទថានិយាយសុកត្រូវបានអាបស៊ីអាបយាយខឹមស្រាប់តែអ្នកភូមិម្នាក់ស្រែកឡើងយីមើលចោះនៅកមានស្នាមអីហ្នឹងតាគ្រូថ្នាំប្រញាប់យកក្រណាត់សមកគ្របលើមុខនិងករបស់សុកជិតឈឹងកុំឆ្ងល់ច្រើនវាជាស្នាមឈាមកករបស់មនុស្សស្លាប់ទេឆាប់រៀបចំវិធីទៅឲ្យក្មេងវាបានទៅកាន់សុគតិភពមនុស្សចាស់ព្យាយាមបិទបាំងឬរោគហេតុផលផ្សេងកុំឲ្យមានការភ្ញាក់ផ្អើលប៉ុន្តែសម្រាប់វិធីនឹងចន្ទថាភាពពិតគឺច្បាស់ដូចថ្ងៃមិត្តរបស់ពួកគេមិនមែនស្លាប់ដោយសារជំងឺទេតែស្លាប់ដោយសារបិសាចដែលកំពុងបន្លំខ្លួនជាគ្រូបង្រៀនហើយឥឡូវនេះសិស្សក្នុងថ្នាក់នៅសល់តែ40នាក់ប៉ុណ្ណោះវុធីសម្លឹងមើលទៅក្រណាត់សដែលគ្របសាកសពមិត្តភ័ក្តិក្នុងចិត្តគេដឹងថាបើមិនធ្វើអ្វីម្យ៉ាងសិស្សម្នាក់ទៀតនឹងក្លាយជាជនរងគ្រោះបន្ទាប់ហើយប្រហែលជាគេឬក៏ចន្ទថាបរិយាកាសនៅក្នុងថ្នាក់រៀនក្រោយពីការស្លាប់របស់សុកប្រែជាស្ងប់ស្ងាត់គួរឲ្យសង្វេគកៅអីទំនេររបស់សុកនៅតែត្រូវបានទុកចោលដដែលហាក់ដូចជាការរំលឹកដល់សិស្សដទៃទៀតអំពីគ្រោះថ្នាក់ដែលកំពុងលាក់ខ្លួនថ្ងៃនេះមេឃស្រទុំរកចង់ភ្លៀងខ្យល់ត្រជាក់បក់ចូលតាមបង្អួចធ្វើឲ្យស្លឹកឈើបក់បោកទង្គិចគ្នាផាំងយាយខឹមកំពុងអង្គុយនៅតុគ្រូខាងមុខថ្នាក់ដៃកាន់ដីសប៉ុន្តែភ្នែកសម្លឹងទៅក្រៅបង្អួចដោយទឹកមុខភ្លឹកភ្លៀមនោះគាត់ស្ទុះក្រោកឈរឡើងយ៉ាងប្រញាប់ប្រញាល់ហាក់ដូចជាមានធុរៈអ្វីសំខាន់អ្នកទាំងអស់គ្នាចម្លងមេរៀននេះដាក់ក្តារឈ្នួនទៅខ្ញុំទៅក្រៅផ្ទះមួយផ្លេតនិយាយចប់គាត់ក៏ដើរចេញទៅតាមទ្វារក្រោយយ៉ាងលឿនដោយមិនបានចាប់អារម្មណ៍ថាចង្កាក់សោមួយកម្រដែលធ្វើអំពីដែកជ្រេះចាប់ត្រូវបានគាត់ភ្លេចទុកនៅលើតុឈើវុធីដែលកំពុងលួចសង្កេតមើលគ្រប់សកម្មភាពរបស់គ្រូបានឃើញឱកាសមាសនេះភ្លាមគេយកជើងទៅទាត់ជើងតុកចន្ទថាតិចជាសញ្ញាវុធីសឹបចន្ទថាមើលនោះសោវុធីសឹបចន្ទថាងាកទៅតុកគ្រូរួចងាកមកមើលវុធីដោយភ្នែកធំគុំវុធីបើគាត់មកវិញតន់ពួកយើងងាប់មិនខានមិនអីទេគាត់ទៅក្រោយផ្ទះយូរណាស់ឯងចាំមើលផ្លូវខ្ញុំចង់ដឹងថាគាត់លាក់អីក្នុងថតតុកខ្ញុំឃើញគាត់បើកយកមកខិតរាល់ថ្ងៃដោយសារសេចក្តីចង់ដឹងខ្លាំងជាងការភ័យខ្លាចឬប្រហែលជាដោយសារចង់រកយុត្តិធម៌ឲ្យសុខក្មេងទាំងពីរបានសម្រេចចិត្តប្រថុយខណៈដែលសិស្សដទៃទៀតកំពុងអោនមុខសរសេរឬលេងសើចតិចវុធីនិងចន្ទថាបានលូនទៅមុខថ្នាក់យ៉ាងស្ងៀមស្ងាត់វុធីឈោងដៃយកកម្រងសោដៃរបស់គេត្រជាក់និងញ័រតិចគេដឹងថាសោណាជារបស់ថតតុកនេះព្រោះវាមានស្នាមរលោងជាងគេដោយសារការប្រើប្រាស់ញឹកញាប់សោត្រូវបានចាក់ចូលវុធីបង្វិលវាថ្នមស្នូក្លឹបបន្លឺឡើងតិចវុធីទាញថតតុកដែលធ្ងន់នោះចេញមកក្រៅក្លិនមួយបានសាយភាយចេញមកភ្លាមវាមិនមែនជាក្លិនសិភៅឬទឹកខ្មៅដៃទេតែជាក្លិនប្រេងក្រអូបឈួលលាយនឹងក្លិនឆ្អាបដូចសាច់ស្រស់នៅក្នុងថតតុកដងងងឹតនោះគ្មានសិភៅសូម្បីតែមួយក្បាលអ្វីដែលមានគឺមានតែដបកែវទូចមួយចំនួន 2-3 និងក្រណាត់ពណ៌ក្រហមមួយដុំវុធីលើកដបកែវមួយដែលមានទឹកថ្លាខាប់ពណ៌លឿងមកមើលនៅខាងក្នុងដបនោះមានវត្ថុមួយយ៉ាងដែលមើលទៅដូចជាប្រេងដូងប៉ុន្តែមានអ្វីមួយយ៉ាងត្រាំនៅខាងក្នុងពេលយកដបនោះមកឆ្លោះនឹងពន្លឺបង្អួចចន្ទថាចូលមកមើលចិត្តព្រះជាម្ចាស់អើយចន្ទថាស្ទើរតែស្រែកឡើងប៉ុន្តែយកដៃខ្ទប់មាត់ទាន់នៅក្នុងព្រៃនោះគឺមានកូនកណ្ដុរពណ៌ក្រហមឆ្អិនឆ្អៅមួយក្បាលដែលនៅមានរូបរាងពេញលេញមានទាំងកន្ទុយនិងជើងតូចវាហាក់ដូចជាកូនកណ្ដុរដែលទើបនឹងកើតឬត្រូវបានគេវះយកចេញពីពោះហើយអ្វីដែលរឹតតែគួរឲ្យខ្លាចនោះគឺមានសរសៃសក់មនុស្សវែងពណ៌ខ្មៅរុំព័ទ្ធជុំវិញកូនកណ្ដុរនោះសក់នោះមើលទៅដូចជាសក់របស់មនុស្សស្រីឬសក់របស់ក្មេងនេះជាប្រេងម្រេងកង្វៀលឬប្រេងអាបវុធីនិយាយទាំងសំឡេងញ័រឪពុកខ្ញុំធ្លាប់ប្រាប់ថាពួកគ្រូធ្មប់គេចិញ្ចឹមរបស់នេះក្នុងដបប្រេងដើម្បីឲ្យវាជួយរកចំណីឲ្យឬការពារខ្លួនហ
ហើយចុះសក់នេះចន្ទថាសួរទាំងរអាសក់មនុស្សស្លាប់វុធីឆ្លើយខ្លីភ្លាមនោះពួកគេបានឮសំឡេងចំហៀនជើងដើរឡើងចិនដើរឈើក្រឹបក្រឹបគាត់មកវិញហើយចន្ទថាស្រែកសឹប